ថៃដែលមានទ្រព្យសម្បត្តិរាប់រយពាន់លាននៅតែរកប្រពន្ធមិនបានជីដូនខាងខ្លាំងរហូតដល់បោះគាត់ទាំងក្រែងចេញទៅខាងក្រៅមុនពេលគាត់ដឹងខ្លួនទាំងស្រុង5មួយដុំគ្មានចូលមាត់គាត់ជំនួយការក៏ឈប់ឱកាសយកគ្រឿងអង្ការដែលជីដូនបង្ខំឲ្យរៀបការមកឲ្យគាត់ហើយមិនឲ្យគាត់ត្រឡប់មកវិញទេពុំត្រឡប់មកវិញមើលទៅលើកនេះជីដូនយកចិត្តទុកដាក់មែនទែនប្រធានក្រុមហ៊ុនក៏ពុំចាស់ចាញ់បណ្ដោះអាសន្នហើយឲ្យជំនួយការចំណាយលុយ3លានហ៊ុនដើម្បីរៀបការហើយបន្ទាប់មកជំនួយការក៏រុំគាត់ទៅជួបគូដណ្ដឹងប៉ុន្តែពេលជំនួយការលេងដៃដើម្បីឲ្យគូគ្រប់គ្រងបានហើយឲ្យចាក់ចុះចុះទៅដូច្នេះហើយអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យហើយខាប់គ្នាទៅវិញទៅមកក្មេងស្រីក៏ខ្មាស់អៀនហើយក្រោកឈរឡើងនាងមិននឹកស្មានថាការផាត់ដំបូងរបស់នាងបែរជាទៅលើបរោះចម្លែកម្នាក់ទៅវិញនាងខឹងខ្លាំងរហូតលើកដៃវាយចំមុខប្រធានក្រុមហ៊ុនមួយកំភ្លៀងរួចក៏កាន់របស់ដើរចេញទៅតែប្រធានក្រុមហ៊ុនដែលត្រូវគេវាយនោះបែរជាយំយ៉ាងសោកបំព្រងពេលគាត់កំពុងតែរំលឹកពីការវាយនោះស្រាប់តែឃើញក្មេងស្រីនោះមានសង្សារទៅហើយឃើញមនុស្សពីរនាក់នៅខាងផ្លូវពួកគេក៏បាននិយាយ